Hãy giờ này mình lấy số còn một cánh video thay mày nghe đấy thay dùng một tao trong buổi nương xảy hướng click rồi dùng một tao tiền sắp đi giờ này mà cái bằng tao mà chui subscribe bài mình tế cầm lại chui mấy mình em bồi phong bởi đồ hai nó tao mới cả sắm đá là bài mình ngọt nè. I'm alive, just looking to revive. Keep that vibe, me and the guys, we just likeกันมาเรียนชี้เชื่อกับบ้านเคยหาตัวเบจีกอดคือตระบบขนมเนียมจีนเนี่ยจมเงยอย่างนาก็ได้ปนท้ายกอดคือเราตระดักขนมได้โปรทากอดคือเราแต่จีนเนี่ยโตเราไปนึ่งซาบีมารุกับบ้านเจ้ามาปีดาวระบบกอดแถมต่างส่วนพองได้ท้าแต่ไอ้นั่นคือตระบานประโยชน์จมูกในปีนาเกมือเป็นเตี้ยหาได้บ้านจีไอ้นั่นคือจานจังไอ้นั่นคือตระแต่กล่าวล่างหนึ่งตังโคลนทาไอ้คือตระแต่ชนะปนท้ายเรียนชี้กอดคือบ้านปฏิเสธโปรทาอิชิโกคือเหมือนแมนจีสตร์ระบบกอดเตียนโนเตซาบีมารุกับบ้านในญี่ปุ่นได้ท้าเปอร์เซ็นต์บาจีเรียนชี้นั่นคือเหมือนแมนจีสตร์ระบบอิชิโกโนเตประกอบน่ะจะไปในเต้าเรียนชี้คือจีสตร์ระบบខ្លួនឯងហើយកាន់មកនេះរបស់ Ichigo វិញយើងក៏បានឃើញថា Byakuya នឹងក៏បានប្រើជាមួយនឹងទិញនៃរបស់គាត់ដែលមានឈ្មោះថា Saburn Sakura ដើម្បីវាប្រហារទៅលើ Ichigo ក៏តែស្របពេលហ្នឹងយើងក៏បានឃើញថា Yorachi ក៏បានមកដល់ទីនេះថាទាំងប្រើកណាត់ដើម្បីរុំជាមួយនឹងដាវរបស់ Byakuya ទៀតផងByakuya គឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឃើញនៅវត្តមានរបស់ Yorachi មកដល់ទីនេះម្ដងទៀតនៅពេលហ្នឹងគឺថា Yorachi បាននិយាយផងដែរថាពួកគេទាំងពីរហ្នឹងគឺខានជួបគ្នាយូរហើយ Rocky ក៏បាននិយាយផងដែរថាតាមពិតទៅ Yorachi ហ្នឹងគឺល្បីល្បាញឈ្មោះរបស់នាងហ្នឹងគឺ Yonama ហើយដែលនាងហ្នឹងគឺជាប្រធានក្រុមរបស់កងទ័ពបំបានកាយ Byakuya ក៏បាននិយាយផងដែរថាវាហ្នឹងគឺអស់រយៈពេល100ឆ្នាំហើយដែល Yorachi ហ្នឹងគឺបានលាក់ខ្លួនមិនបានបង្ហាញខ្លួនមកនោះទេហើយនៅពេលនេះពួកគេគឺបានជួបគ្នាម្ដងទៀតហើយគាត់គឺតែតែកើតថាប្រហែលជា Yorachi ហ្នឹងគឺត្រូវបានស្លាប់បាត់ទៅហើយ Ichigo ក៏បានសួរទៅកាន់ Yorachi ផងដែរថាតើនាងហ្នឹងគឺមកជួយខ្ញុំមែនប៉ុន្តែបែរជា Yorachi ហ្នឹងគឺបានមកវាយប្រហារទៅលើ Ichigo ទៅវិញហើយយើងបានស្វែងយល់ផងដែរថាតាមពិតទៅវាគឺមិនមែនជាការវាយប្រហារនោះទេវាគ្រាន់តែជាការចាក់ជាមួយនឹង Transport មួយចូលទៅក្នុងរាងកាយរបស់ Ichigo ដោយវាគឺជា technique មួយដែលមានឈ្មោះថា Gathan ដោយចំណុចកំពូលគេហៅថា Hoten នៅពេលហ្នឹងគេថាអូកាតាហ្នឹងក៏បានសួរទៅកាន់ Yorachi ថាតើនាងគឺមានគោលបំណងអីចំពោះក្មេងប្រុសម្នាក់នេះក៏តែនៅពេលហ្នឹង Byakuya ក៏បាននិយាយកាត់តែបាននិយាយផងដែរថានាងហ្នឹងគឺគ្មានសិទ្ធិយកមនុស្សម្នាក់នេះចាក់ចេញពីកន្លែងនេះនោះទេខ្ញុំគឺត្រូវតែកម្ចាត់គេនៅពេលហ្នឹងគឺថា Yorachi បានសួរទៅវិញផងដែរថា Byakuya តើតាំងពីដើមមកឯងហ្នឹងគឺធ្លាប់បានដឹងអំពីលទ្ធភាពរបស់ខ្ញុំដែរឬទេមួយវិញទៀតឯងគឺមិនដែលបានប្រយុទ្ធជាមួយនឹងខ្ញុំនោះទេនិងមិនដឹងអំពីថាមពលពិតរបស់ខ្ញុំនោះដែរនៅពេលហ្នឹងពួកគេក៏បានដេញចាប់គ្នាដូចជាកូនក្មេងលេងដេញចាប់ចឹងឯងនៅពេលដែលត្រូវមួយដើមមួយនេះហើយ Byakuya បែរជានិយាយមើលងាយទៅលើ Yorachi ទៅវិញប៉ុន្តែបែរជា Yorachi មកនៅលើទុំនៅលើដៃរបស់គាត់មកជាហៀងទៅវិញតាមទាំងនិយាយផងដែរថាឯងគាត់ថាឯងនេះគឺអាចវាប្រហារមកលើខ្ញុំដោយប្រើតែល្បឿនរបស់ឯងយឺតប៉ុណ្ណឹងមែនវានឹងគឺមិនអាចទៅរួចនោះទេតមក Yorachi ក៏បានហោះទៅលើតំបប់ផ្ទះតែម្ដងថែមទាំងនិយាយផងដែរថាក្នុងរយៈពេល3ថ្ងៃទៀតគាត់នឹងធ្វើឲ្យ Ichigo ខ្លាំងជាង Byakuya ទៀតមួយវិញទៀតបើសិនបើជា Byakuya គឺចង់ប្រយុទ្ធគ្នាជាមួយនឹងគាត់នឹងដើមយកជាមួយនឹង Ichigo នឹងត្រូវតែរត់តាមគាត់ឲ្យទាល់តែបានប៉ុន្តែក្នុងនាមគាត់គឺជាបុគ្គលម្នាក់ដែលមានហៅនាមថា Flash Master ប្រហែលជា Byakuya នឹងគឺមិនអាចតាមទាន់នោះទេនៅត្រង់កន្លែងនេះគេក៏បានបង្ហាញអំពីល្បឿនរបស់ Yorachi ឲ្យយើងបានឃើញទាំងអស់គ្នាក្នុងនាមជាបុគ្គលម្នាក់ដែលជា Flash Master នោះប្រហែលជាគ្មាននរណាម្នាក់ដែលមានល្បឿនលឿនតាមចាប់គាត់បាននោះទេបន្ទាប់ពី Yorachi គឺបានដើរចាក់ចេញទៅបាត់យើងក៏បានឃើញថា Byakuya នឹងគឺបានដើរចាក់ចេញពីកន្លែងហ្នឹងតែម្ដងហើយវានឹងគឺធ្វើឲ្យ Okita នឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនព្រោះថាមុនហ្នឹងគឺថាដូចជា Byakuya នឹងគឺមកហាមឃាត់ Rocky នឹងមិនឲ្យចាក់ចេញពីកន្លែងហ្នឹងប៉ុន្តែមើលទៅដូចជាមិនខ្វល់ពី Rocky តតែសោះ Byakuya ក៏បាននិយាយផងដែរថាបើសិនបើជាគាត់នឹងគឺប្រយុទ្ធចាញ់ជាមួយនឹង Ichigo នឹងប្រកាសណាគាត់ច្បាស់ជាបាត់ជាមួយនឹងចំណាត់អារម្មណ៍ជាមកខាននោះទេដោយបានន័យថានៅពេលនេះគឺថា Byakuya នឹងគឺកំពុងតែធ្វើដំណើរទៅវឹកហាត់បន្ថែមទៀតពេលហ្នឹង Rocky ក៏បានដួលដែលវាបានធ្វើឲ្យ Okita នឹងក៏បានចាប់អារម្មណ៍ផងដែរថាបើទៅ Rocky នឹងគឺដូចជាមានជាមួយនឹងភាពតានតឹងរវាងនាងជាមួយនឹង Byakuya ខ្លាំងមែនទែន Okita ក៏បានកោះហៅជាមួយនឹង Sentaro និង Kiyon ឲ្យពួកគេនឹងយកជាមួយនៅ Rocky ទៅកន្លែងគោកវិញក៏ដូចជាយក Yamada នឹងទៅកន្លែងកងពលទី15វិញពេលដែលមកដល់គឺថា Okita នឹងគឺបានដឹងច្បាស់តែម្ដងថា Sentaro និង Kiyon នឹងគឺបានមកដល់កន្លែងនឹងតាំងពីយូរណាស់មកហើយដែលពួកគេនឹងគឺពិតជាសមទោសខ្លាំងមែនទែនក៏ដោយសារតែពួកគេនឹងគឺចង់ឃើញថាមេរបស់ខ្លួននឹងប្រយុទ្ធគ្នាជាមួយនឹងគូសត្រូវប៉ុន្តែបែរជាឃើញថា Okita នឹងគឺមកឈរមើលគេទៅ
ទៅវិញបើមើលទៅពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាខ្លាចជាមួយនឹងអូគីតាខ្លាំងមែនតើហើយបើយើងមើលទៅអូគីតាហ្នឹងគឺដូចជាអត់ខ្វល់ជាមួយនឹងពួកគេនោះទេបើនិយាយចាំទៅអូគីតាហ្នឹងគឺជាមនុស្សល្អខ្លាំងមែនតើអូគីតាក៏បានបែងចែកឲ្យសេនតារ៉ូហ្នឹងយកគ្រូគីហ្នឹងទៅកន្លែងដើមវិញក៏ដូចជាឲ្យគីយុនហ្នឹងនាំជាមួយនឹងយ៉ាម៉ាដាហ្នឹងទៅកន្លែងកងពលទី15វិញផងដែរនៅពេលដែលសេនតារ៉ូហ្នឹងគឺមកយកគ្រូគីហ្នឹងយើងបានឃើញថាយ៉ាម៉ាដាហ្នឹងគឺដូចជាអត់ចង់ចេញពីរ៉ូគីនោះទេដោយហេតុនេះថាសេនតារ៉ូហ្នឹងគឺបានស្ដីឲ្យទៅលើយ៉ាម៉ាដាខ្លាំងមែនតើក៏ដោយសារតែយ៉ាម៉ាដាហ្នឹងឯងទើបបានជាមានរឿងហេតុកើតឡើងច្រើនដល់ថ្នាក់នេះសេនតារ៉ូក៏បានស្ដីឲ្យទៅលើយ៉ាម៉ាដាក៏ប៉ុន្តែគាត់ហ្នឹងគឺបានកែប្រែវិញក៏ដោយសារតែគាត់គឺបានដឹងអំពីអត្តចរិតល្អរបស់យ៉ាម៉ាដាដោយហេតុនេះគាត់ក៏បានយករ៉ូគីចាក់ចេញពីយ៉ាម៉ាដាថែមទាំងនិយាយផងដែរថាឯងហ្នឹងគឺឆាប់ចាក់ចេញពីកន្លែងហ្នឹងទៅពួកយើងហ្នឹងក៏ត្រូវការឯងទៀតនោះទេបន្ទាប់មកគាត់ក៏បានសុំទោសទៅលើរ៉ូគីផងដែរបើយើងមើលទៅគឺដូចជាពួកគេហ្នឹងគឺអាណិតទៅលើរ៉ូគីខ្លាំងមែនទែនគីយុនក៏បាននិយាយផងដែរថាវាហ្នឹងគឺដូចជាអត់សមនោះទេព្រោះថាខ្លួនហ្នឹងគឺពិតជាបារម្ភពីរ៉ូគីជាងសេនតារ៉ូទៅទៀតដោយហេតុនេះខ្លួនហ្នឹងគឺចង់នាំរ៉ូគីហ្នឹងទៅដោយខ្លួនឯងពួកគេទាំងពីរក៏បានអំនាញនិយាយផងដែរថាបន្តិចទៀតហ្នឹងប្រហែលជាអូគីតាហ្នឹងនឹងប្តឹងជាមួយដំណឹងមួយហ្នឹងទៅកាន់ថ្នាក់លើហើយដើម្បីបន្ថយនៅទោសមួយហ្នឹងទៅលើរ៉ូគីប៉ុន្តែបើមើលទៅប៊ីយ៉ាដូចជាមិនចង់បញ្ឈប់ជាមួយទង្វើមួយនឹងនោះទេបន្ទាប់ពីពួកគេទាំងពីរនាក់ទៅបានយ៉ាម៉ាដាក៏ដូចជាអូគីតាហ្នឹងគឺនៅតែ2នាក់នោះទេអូគីតាក៏បាននិយាយប្រាប់ទៅកាន់យ៉ាម៉ាដាថាតែឯងដឹងអត់ថាហេតុអីទើបបានជាខ្ញុំហ្នឹងគឺជួយទៅលើឯងដោយយ៉ាម៉ាដាគឺអត់ដឹងនោះទេអូគីតាក៏បាននិយាយផងដែរថានោះក៏ដោយសារតែខ្ញុំចង់ជួយឯងនោះទេមួយវិញទៀតបើសិនបើជាឲ្យខ្ញុំនឹងគឺចង់ចាប់កំហុសទៅលើពួកឯងនឹងប្រហែលជាចាប់មកកំហុសមិនបាននោះទេព្រោះថាទង្វើឯងមើលទៅគឺដូចជាមនុស្សដែលមិនបានធ្វើជាមួយទង្វើទាំងអស់នឹងនោះទេព្រោះថានៅពេលនេះគឺថាពួកគេនឹងគឺមិនទាន់បានដឹងថាអ្នកណាម្នាក់ដែលបានសម្លាប់ទៅលើអាយសេនោះឡើយប៉ុន្តែប្រសិនបើជាឲ្យខ្ញុំគឺបានដឹងអំពីទង្វើមួយនេះចេញពីអ្នកណាម្នាក់នោះខ្ញុំក៏មិនអត់ទោសឲ្យទៅលើអ្នកនោះឡើយទោះបីជាគេនោះគឺជាឯងក៏ដោយហើយខ្ញុំក៏បានដឹងផងដែរថាឯងនឹងគឺមិនចេះឈរមើលនៅមនុស្សស្លាប់នោះឡើយហើយទង្វើរបស់ឯងនេះគឺជាទង្វើមួយដែលល្អខ្លាំងណាស់ដោយមូលហេតុដែលខ្ញុំបានជួយទៅលើពួកឯងទាំងអស់គ្នានោះក៏ដោយសារតែបើសិនបើជាខ្ញុំក៏មិនបានដឹងអំពីចម្លើយពីអ្នកណាម្នាក់នោះក៏មិនបានដឹងអំពីរឿងហេតុទាំងអស់នេះនោះទេចឹងហើយគឺមានតែជួយទៅលើពួកឯងតែប៉ុណ្ណោះកាន់មកហ៊ីមេនិងអ៊ីជីដាវិញយើងក៏បានឃើញថាពួកគេនឹងគឺបានតែងខ្លួនធ្វើជាសូរ៉េភើនៅកន្លែងហ្នឹងហើយវានឹងក៏បានធ្វើឲ្យបុរសម្នាក់ហ្នឹងគឺបានចាត់ចែងពួកគេហ្នឹងដើម្បីទៅចាប់ជាមួយនឹងរីយូកាផងដែរពេលហ្នឹងយើងក៏បានឃើញថាអបិម្នាក់ហ្នឹងក៏បានចាប់អារម្មណ៍ជាមួយនឹងហ៊ីមេថែមទាំងចង់មានគំនិតអាក្រក់ទៅលើហ៊ីមេទៀតផងប៉ុន្តែសំណាងអីក៏ដោយសារតែបានអ៊ីជីដាមកហាមឃាត់ក៏ដោយសារតែការងារពួកគេគឺមកចាប់ជាមួយនឹងរីយូកាមិនមែនមានគំនិតអីដែលអាក្រក់បែបនេះនោះទេដល់គឺមិននឹកថាអបិហ្នឹងគឺពិតជាគុំទៅលើអ៊ីជីដាខ្លាំងមែនតើប៉ុន្តែក៏ដោយសារតែមានគ្នាហើយអបិហ្នឹងគឺមានតែដាច់ចិត្តចាក់ចេញពីកន្លែងហ្នឹងនោះទេឬក៏កាត់តែមុននឹងបន្តិចថាហេតុអីទៅបានជាពួកគេហ្នឹងគឺអាចបន្លំខ្លួនមកកន្លែងហ្នឹងបានមូលហេតុហ្នឹងក៏ដោយសារតែហ៊ីមេហ្នឹងគឺបានរកបានជាមួយនឹងគំនិតមួយដើម្បីវាយជាមួយនឹងសូរ៉េភើ2នាក់ដើម្បីយកកៅអៅពែតែវាគឺពិតជាធ្វើឲ្យអ៊ីជីដាហ្នឹងគឺកៀងខ្លាំងមែនតើព្រោះថាហ៊ីមេហ្នឹងគឺទៅវាយជាមួយនឹងសូរ៉េភើទាំងអស់ហ្នឹងតែម្នាក់ឯងនោះទេនៅពេលហ្នឹងគឺថាអ៊ីជីដាហ្នឹងក៏បានសួរថាតែហ៊ីមេហ្នឹងគឺជាក្បាច់គុណនឹងមកពីណាតែហ៊ីមេហ្នឹងក៏បាននិយាយផងដែរថាតែពិតទៅនាងគឺចេះជាមួយនឹងក្បាច់គុណរបស់ហ្នឹងមកពីតាស៊ូគីនោះទេដល់តាស៊ូគីហ្នឹងគឺជាអ្នកបង្រៀនតៃក្វាន់ដូឲ្យនាងមកដល់ក្នុងផ្ទះនៅវិញគឺថាហ៊ីមេហ្នឹងគឺប្រុងដោះកៅដោយផ្លាស់កៅនៅកន្លែងហ្នឹងតែម្ដងហើយអ៊ីជីដាហ្នឹងក៏បានចេញចរិតប្រុសស្អាតនៅកន្លែងហ្នឹងតែម្ដងហើយបើអេនមីនវិញប្រហែលជាមិនធ្វើអញ្ចឹងនោះទេពេលហ្នឹងយើងក៏បានឃើញថាពួកគេទាំងពីរនាក់ហ្នឹងក៏បានផ្លាស់កៅហើយបន្ទាប់មកពួកគេក៏បានដើរចាក់ចេញពីកន្លែងហ្នឹងដើម្បីបន្លំខ្លួនធ្វើជាសូរ៉េភើនឹងឯងប៉ុន្តែពួកគេក៏បានចាប់អារម្មណ៍នោះទេថាមានមនុស្សម្នាក់កំពុងតែតាមដានពួកគេកាត់មកយូរ៉ាឈីនៅវិញនេះក៏បាននាំអ៊ីជីហ្គោមកដល់កន្លែងស្ងាត់មួយកន្លែងហើយស្របពេលហ្នឹងអ៊ីជីហ្គោក៏បានភ្ញាក់ក្រោកឡើងមកវិញផងដែរដល់ពេលដែលក្រោកឡើងវិញក៏បាននឹកឃើញថាមុនហ្នឹងគឺថាយូរ៉ាឈីហ្នឹងគឺបានវាបហាទៅលើគាត់ដែលគាត់ហ្នឹងក៏បានទៅចាប់កឲ្យយូរ៉ាឈីខ្ទប់នឹងជាងតែម្ដងអ៊ីជីហ្គោក៏បានស្ដីឲ្យទៅលើយូរ៉ាឈីខ្លាំងមែនទែនព្រោះថាទង្វើរបស់យូរ៉ាឈីវាអាចនឹងធ្វើឲ្យកេនជូយ៉ាម៉ាដានិងរូគីនឹងត្រូវស្លាប់ប៉ុន្តែយូរ៉ាឈីហ្នឹងក៏បាននិយាយផងដែរថាអ៊ីជីហ្គោនោះគឺពិតជាល្ងងខ្លាំងមែនទែនតាមពិតទៅគឺថារូគីហ្នឹងគឺមិនត្រូវបានគេសម្លាប់នោះទេបើសិនបើជាជួបជាមួយនឹងបញ្ហាបែបនេះព្រោះថានៅទីនេះច្បាប់គឺជាច្បាប់ហើយយូរ៉ាឈីគឺបានដឹងមុនតែម្ដងថាប៊ីយ៉ាកាយ៉ានឹងមិនចាប់អារម្មណ៍ទៅលើពួកគេនោះទេប៊ីយ៉ាកាយ៉ានឹងមកបង្វែរនឹងចំណាប់អារម្មណ៍របស់គេមកកាន់អ៊ីជីហ្គោវិញប្រសិនបើជានាងទៅអុកឡុកបែបនេះអ៊ីជីហ្គោក៏បាននិយាយផងដែរថាហេតុអីទៅបានជាយូរ៉ាឈីនឹងគឺមិនព្រមយកគ្រូគីអាងជំនួសខ្លួនវិញប៉ុន្តែយូរ៉ាឈីបាននិយាយផងដែរថានៅពេលនោះគឺមិនមានអ្នកណាម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់អាចយកឈ្នះទៅលើប៊ីយ៉ាកាយ៉ាបាននោះទេទោះបីជានាងក៏ដោយពួកវិញទៀតនៅពេលនោះគឺមានតែអ៊ីជីហ្គោនោះទេដែលអាចឈរទប់ទល់ជាមួយនឹង
បិយាកិយាបានប៉ុន្តែក៏សំណាងដែរក៏ដោយសារតែនៅទីនោះគឺមានអូកេតានៅទីនោះផងដែរហើយគេហ្នឹងគឺឈរមើលនិងធ្វើអ្វីតាមតែតបកិច្ចរបស់ខ្លួននិងគេក៏មិនចេះសម្រាប់ទៅលើនរណាម្នាក់ដោយងងងល់ដូចជាមួយនឹងបិយាកិយានោះឡើយដោយហេតុនេះប្រកាសណាគឺថាអូកេតាហ្នឹងគឺមិនអោយបិយាកិយាហ្នឹងគឺធ្វើទង្វើអីផ្ដេសផ្ដាសនោះទេដោយហេតុនេះហើយវាគឺជាឱកាសរបស់ Ichigo ហើយ Ichigo នឹងនៅវឹកហាត់នៅទីនេះជាមួយនឹងខ្លួនហើយខ្លួនគឺជាអ្នកវឹកហាត់ទៅលើ Ichigo ដឹកផ្ទាល់តែម្ដងដោយ Yoruichi ក៏បានបន្តទៀតផងដែរថាបើសិនបើជា Ichigo រឹងមាំនៅទីនេះហើយនោះ Ichigo នឹងទៅសង្គ្រោះទៅលើមនុស្សគ្រប់គ្នានៅទីនោះដោយខ្លួនឯងតែម្ដងមកដល់កន្លែង work hard គឺថា Yoruichi ក៏បាននិយាយផងដែរថាពួកគេនឹងគឺមិនមានពេលគ្រប់គ្រាន់ដើម្បីរងចាំឲ្យ Ichigo នឹងជាពីរបួសនោះទេអញ្ចឹងគឺមានតែ work hard នៅពេលនេះទោះបីជាវានឹងគឺឈឺបន្តិចក៏ដោយប៉ុន្តែវាអាចនឹងធ្វើ Ichigo នឹងអាចកើនឡើងនៅតាមពុទ្ធរបស់ខ្លួន Ichigo ក៏បាននិយាយផងដែរថាពួកយើងនឹងក៏មានពេលច្រើននោះទេអញ្ចឹងវាយគ្នាហ្មងទៅប៉ុន្តែ Yoruichi បាននិយាយផងដែរថាឯងនឹងគឺមានដឹងអត់ថាធម្មពលនៃវិញ្ញាណរបស់ឯងនឹងគឺបញ្ចេញទៅលើសេនបកតរបស់ឯងនឹងឥតឈប់ឈរដែរឬមួយក៏អត់ដោយ Ichigo ក៏បានចាប់អារម្មណ៍ផងដែរថាវានឹងគឺឥតឈប់ឈរមែនដែលវានឹងគឺដូចគ្នាជាមួយនឹងសារគីដែរអត់តែខ្លួនគឺទៅតែចាប់អារម្មណ៍ថាវានឹងគឺអត់ដូចជាមួយនឹងដាវរបស់អ្នកដទៃនោះទេបើទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលគាត់នឹងគឺបានកោះហៅជាមួយនឹងឈ្មោះរបស់សេនបកតរបស់គាត់គឺមិនដែលឃើញថាវានឹងគឺបានផ្លាស់ប្ដូរទម្រង់ផ្សេងនោះឡើយYoruichiក៏បាននិយាយផងដែរថាប្រកាសណាប្រហែលជាឯងនឹងគឺមិនដែលដឹងនោះទេថែមទាំងមិនដែលប្រើទៀតផងសូម្បីតែសេតកេតស៊ូរបស់ឯងគឺមិនដែលផ្លាស់ប្ដូរនៅទម្រង់របស់វាម្ដងទៀតនោះដែរមួយវិញទៀតឯងនឹងគឺមិនទាន់ដឹងនោះទេថាសេនបាកាតូវាគឺអាចផ្លាស់ប្ដូរនៅទម្រង់របស់វាជាលើកទី2បានសេនបាកាតូដែលអាចផ្លាស់ប្ដូរនៅទម្រង់របស់វាពីដំណាក់កាលបានដល់ដំណាក់កាលទី1គេហៅថាឈីកៃនិងដំណាក់កាលទី2គេហៅថាបាំងខៃដល់បាំងខៃគឺវាដើរតួនាទីយ៉ាងសំខាន់ទៅលើក៏ដូចជាប្រធានក្រុមទាំងអស់នៅក្នុងប្រធានក្រុមនៃ Soul Reaper ទាំងអស់ប៉ុន្តែគឺនៅក្នុងចំណោម Soul Reaper ទាំងអស់គឺមានតែមួយគត់ដែលមិនអាចប្រើនៅបាំងខៃរបស់ខ្លួនបានដោយនោះគឺជាសារគីនឹងឯងសារគីតាំងពីដើមឡើយនៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមនៃព្រលឹងគាត់គឺមិនដែលប្រើនៅបាំងខៃរបស់ខ្លួនសូម្បីតែឈ្មោះនៃសេនបាកាតូរបស់គាត់ក៏មិនដែលស្គាល់នោះឡើយមួយវិញទៀត Ichigo ប្រហែលជាធ្លាប់បានប្រយុទ្ធគ្នាជាមួយនឹងសារគីហើយភាពតស៊ូនិងភាពស៊ូទ្រាំរបស់គាត់វាបានផ្ដល់នៅតម្លៃខ្លាំងណាស់ទៅលើក្រុមទី13របស់គាត់ដែលហើយនេះទើបបានជាគាត់នឹងក្លាយទៅជាមេក្រុមទី13ប៉ុន្តែ Ichigo ប្រហែលជាដឹងដូចគ្នានៅពេលដែលបានប្រយុទ្ធជាមួយនឹងសារគីក៏ដឹងផងដែរថាកម្រិតនៃធម៌ពលរបស់ខ្លួននិងសារគីនឹងគឺវាខុសគ្នាឆ្ងាយប៉ុណ្ណាហើយបើសិនបើជាសារគីអាចប្រើនៅបាំងខៃបានទៀតនោះប្រកាសណាគេថាសារគីនឹងអាចប្រើនៅតាមពលគុណទៅ10ដងឯណោះ Ichigo បានភ្ញាក់ផ្អើលខ្លាំងផងដែរនៅពេលដែលដឹងថាបាំងខៃគឺវាមានកម្រិតខុសគ្នាពីជីខៃខ្លាំងប៉ុណ្ណាដោយជីខៃគឺមានត្រឹមតែកម្រិត1បើសិនបើជាចេះជាមួយនឹងបាំងខៃស្មើជាមួយនឹងអ្នកអាចប្រើជាមួយនឹងជីកៃ5ទៅ10ដងឯណោះប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយវាគឺនៅតែមានកម្រិតនិងដំណាក់កាលនៃការវឹកហាត់របស់វាក្នុងនាមជាអ្នកវឹកហាត់ដ៏ខ្លាំងបំផុតគឺត្រូវប្រើពេលរហូតដល់10ឆ្នាំឯណោះដើម្បីសម្រេចបានជាមួយនឹងបាំងខៃមួយប៉ុន្តែនេះគឺមាននៅកំណត់មួយប៉ុន្តែវាគឺមាននៅហានិភ័យខ្ពស់ខ្លាំងមែនទែនដោយវានឹងជួយឲ្យ Ichigo នឹងសតជំនាញក្នុងការប្រើជាមួយនឹងបាំងខៃដូចគ្នាដោយប្រើរយៈពេលតែ3ថ្ងៃតែប៉ុណ្ណោះអូខេអ្នកនរគ្នាវីដេអូនេះគឺសូមចោលតែប៉ុណ្ណឹងសិនយើងនឹងចាំជួបគ្នានៅវីដេអូក្រោយទៀតហើយមិនគឺសូមអរគុណខ្លាំងមែនទែនសម្រាប់ការតាមដានមកការ admin កន្លងមកប៉ុន្តែដោយសារតែ admin គឺបានផ្លាស់ប្ដូរជាមួយនឹង channel របស់ admin បាត់អ្នកមើលអស់លេងតែម្ដងហើយប៉ុន្តែអីនោះទេ admin នឹងនៅតែធ្វើប្រហែលជាគ្នាយើងនឹងព្យាយាមរក admin ដូចគ្នាអូខេអ្នកនរគ្នាវីដេអូរបស់យើងគឺសូមចប់តែប៉ុណ្ណឹងសិនយើងនឹងចាប់ជួបគ្នានៅវីដេអូក្រោយទៀតអរគុណអ្នកនរគ្នាជម្រាបលាបាយបាយ